បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមករៀនពីការ generate video នៅក្នុង Flow Music អញ្ចឹងតើការ generate video នៅក្នុង Flow Music ហ្នឹងវាមានលក្ខណៈបែបម៉េចខ្លះហើយចំពោះការសរសេរ prompt ហ្នឹងយើងសរសេរបែបម៉េចបាទអញ្ចឹងឥឡូវនេះយើងមកមើលទាំងអស់គ្នាជាដំបូងអ្នកគ្នាចូលទៅកាន់ Flow Music មកបាទបន្តទៀតអ្នកគ្នាត្រូវចុចនៅកន្លែងពាក្យថា Music Video រួចយើងចុចពាក្យថា New Music Videoមកដល់ចំណុចនេះជាកន្លែងដែលអ្នកទាំងអស់គ្នាអាចធ្វើការ generate ជាវីដេអូបានអញ្ចឹងការ generate វីដេអូវាមានពីរលក្ខណៈទី1គឺយើង generate បែបធម្មតាទី2គឺយើង generate បែប frame to frame ឥឡូវយើងមកមើលពីការ generate បែបធម្មតាអញ្ចឹងអ្នកគ្នាធ្វើការ upload នៅរូបភាពមួយស្លឹកចូលមកបន្តមកទៀតអ្នកគ្នាអាចវាយ prompt ជាអក្សរខ្មែរបាទអញ្ចឹងនៅក្នុង website AI របស់ Flow Music នេះវា support ជាមួយនឹងអក្សរខ្មែរបាទអញ្ចឹងឥឡូវខ្ញុំដាក់ប្រមខ្លីៗដូចជាត្រីកំពុងហែលទឹកបាទមិនសេតែប៉ុណ្្នឹងមកយើងធ្វើការចុះបន្ទាត់អញ្ចឹងយើងត្រូវសរសេរនៅ setting របស់វាដើម្បីឲ្យវាកំណត់ទម្រង់ផ្ដេកប្រឈរអីបាទអញ្ចឹងនៅកន្លែងនេះអ្នកគ្នាដាក់ថា 3.1 fast តោះមកយើងក្បៀសមួយមកខ្ញុំដាក់ជាទម្រង់ប្រឈរអញ្ចឹងយើងដាក់ថា 9.16 បន្តមកនាទីគឺវាធ្វើបាន8វិនាទីសម្រាប់ AI ហ្នឹងបាទអញ្ចឹងយើងដាក់មក8វិនាទីបាទបន្តមកទៀតអ្នកគ្នាក្បៀសមួយមក 1080p បាទអញ្ចឹងបើយើងចង់បាន audio អ្នកគ្នាក្បៀសមួយទៀតយើងដាក់ពាក្យថា audio បាទអញ្ចឹងយើងអាចធ្វើការចុច generate បានហើយអ្នកទាំងអស់គ្នាសង្កេតឃើញកន្លែងនេះវាដាក់អង់គ្លេសអញ្ចឹង AI វានេះវាមាន enhance prompt ឲ្យយើងទៀតបាទគឺយើងសរសេរខ្មែរខ្លីៗទេប៉ុន្តែវាចេញមកគឺវាដាក់ prompt វែងៗឲ្យយើងបាទឥឡូវវីដេអូបានធ្វើការ generate រួចហើយឥឡូវយើងចូលទៅចុចមើលទាំងអស់គ្នាបាទអញ្ចឹងនេះជាការ generate វីដេអូបែបធម្មតាអត់មាន frame មានអីទេគឺវីដេអូគឺវា random ទៅតាម system របស់ AI បាទអញ្ចឹងឥឡូវយើងមករៀនធ្វើបែប frame to frame វិញអញ្ចឹងការធ្វើបែប frame to frame នេះវាសំខាន់ដែរសម្រាប់អ្នកផលិតវីដេអូគឺយើងត្រូវច្បាស់ជាមួយនឹង frame to frame គឺមានន័យថាពេលដែលអ្នកគ្នាធ្វើការ generate ទៅវាផ្ដើមដោយរូបភាពទី1និងបញ្ចប់ដោយរូបភាពទី2ខ្ញុំនិយាយបែបនេះគឺអ្នកគ្នាអត់តន់យល់ទេឥឡូវយើងចូលមកធ្វើទាំងអស់គ្នាគឺអ្នកគ្នាចុចមកកន្លែង music video សាថ្មីមកបន្តមកទៀតអ្នកគ្នាចុចពាក្យថា new music video បាទអញ្ចឹងអ្នកគ្នាចុចនៅកន្លែងសញ្ញាបូកចុចកន្លែង image បន្តមកអ្នកគ្នាធ្វើការ upload image មួយចូលមកបាទអញ្ចឹង image ដែលបាន upload ទី1នេះគឺជា frame ទី1បាទបន្តមកទៀតយើងត្រូវ upload រូបភាពមួយទៀតបាទអញ្ចឹងរូបភាពទី2គឺជា frame ទី2បាទអញ្ចឹងនៅក្នុងនេះវាមាន start frame ហើយនិង end frame រូបភាពទី1គឺ start frame រូបភាពទី2គឺ end frame មានន័យថានៅពេលដែលវីដេអូចាប់ផ្ដើម start frame វានឹងផ្ដើមដោយរូបភាពទី1អញ្ចឹងវាមានចលនារហូតដល់បញ្ចប់នៅរូបភាពទី2ដែលជា end frame បាទអូខេឥឡូវយើងចូលមកដល់ការសរសេរ prompt ជាមួយវាចំពោះការសរសេរ prompt គឺអ្នកគ្នាអាចសរសេរជាអក្សរខ្មែរបានអញ្ចឹងយើងសរសេររៀបរាប់ទៅតាមអ្វីដែលយើងចង់ធ្វើបាទយើងចង់ឲ្យវីដេអូនឹងទៅបែបម៉េចយើងសរសេរបែបហ្នឹងបាទសរសេររួចហើយអ្នកគ្នាធ្វើការចុះបន្ទាត់មកដើម្បីដាក់ setting អញ្ចឹង setting របស់វាមានដូចជា 3.1 fast បន្តមកទៀតអ្នកគ្នាចង់បានទម្រង់ផ្ដេកឬប្រឈរបើសិនជាប្រឈរអ្នកគ្នាដាក់ 9.16 យើងក្បៀសមួយទៀតយើងដាក់នាទីគឺយើងដាក់ 8 វិនាទីបន្តមកអ្នកគ្នាក្បៀសមួយទៀតដាក់ថា 1080 ក្បៀសមួយទៀតអ្នកគ្នាអាចដាក់ជា audio ដើម្បីបានសំឡេងបាទដើម្បីឲ្យវីដេអូដែលយើងធ្វើមកវាមាន frame to frame អញ្ចឹងនៅកន្លែងនេះអ្នកគ្នាត្រូវតែសរសេរ
បញ្ជាក់វាច្បាស់អញ្ចឹងខ្ញុំសរសេរថា start frame បាទ start frame ជា frame ដំបូងអញ្ចឹងយើងដាក់មក image 1 បន្តមកទៀតយើងចុះបន្ទាត់មកយើងដាក់ថា end frame យើងចុច2មកយើងដាក់ពាក្យថា image 2អញ្ចឹងវានឹងចាប់ហើយបាទវានឹងចាប់ថា start frame រូបភាពទី1 end frame រូបភាពទី2ហើយបន្តមកទៀតអ្នកគ្នាអាចសរសេរបញ្ជាក់ពីកម្រិតគុណភាពក៏ដូចជាប្រភេទរបស់វាអញ្ចឹងខ្ញុំដាក់ថា 4K realistic video បាទសម្រាប់ការធ្វើ frame to frame នេះគឺទី1អ្នកគ្នាត្រូវតែដាក់នៅសាច់រឿងរបស់វីដេអូហ្នឹងទី2យើងដាក់នៅការកំណត់ setting មានផ្ដេកបញ្ឈរអីជាដើមទី3យើងដាក់នៅ start frame ដែលជារូបភាពទី1ហើយ end frame ជារូបភាពទី2បាទអញ្ចឹងយើងធ្វើតែប៉ុណ្្នឹងមកយើងអាចធ្វើការចុច generate បានហើយនៅពេលដែលយើងកំណត់បានត្រឹមត្រូវនៅកន្លែងរូបភាពនេះខាងលើគេដាក់ថា start frame ហើយរូបភាពទី2គេដាក់ខាងលើថា end frame បាទឥឡូវវីដេអូបាន generate ហើយឥឡូវយើងចុចមើលបងប្អូនគ្នាបាទអញ្ចឹងវីដេអូមួយនេះគឺយើងធ្វើតាមបែប frame to frame គឺមានន័យថាដំបូងវាចេញរូបទី1បន្ទាប់មកវានឹងបញ្ចប់វីដេអូនឹងនៅរូបទី2បាទវីដេអូនេះយើងមើលទៅវាឆ្កងនៅកន្លែងដែលបាក់តកកធ្លាក់ចូលបន្តិចអញ្ចឹងយើងអាចកែវាបានចំពោះការកែព្រមទាំងមូលអ្នកគ្នាធ្វើការ copy ព្រមនឹងមកបាទបន្តមកទៀតអ្នកគ្នាចូលទៅកាន់music video សារថ្មីមកអញ្ចឹងមុននឹងយើងធ្វើការ generate យើងត្រូវយកព្រមនឹងទៅកែនៅក្នុង ChatGPT សិនអញ្ចឹងអ្នកគ្នាចូលមកចុចនៅក្នុងកម្មវិធី ChatGPT មកបន្តមកទៀតអ្នកគ្នាចូល new chat រួចអ្នកគ្នាធ្វើការផាសព្រមបញ្ចូលមកបាទរួចអ្នកគ្នាធ្វើការចុះបន្ទាត់ចំពោះការចុះបន្ទាត់យើងចុច shift enter ទៅវាចុះបន្ទាត់ហើយបាទបន្តមកទៀតអ្នកគ្នាត្រូវសរសេរថា modify ចុច2មកបន្ទាប់មកយើងចង់កែអីយើងសរសេរជាអក្សរខ្មែរមកកន្លែងហ្នឹងបាទមួយទៀតគេហៅថា negative prompt អញ្ចឹងអ្នកគ្នាអត់ចង់ឲ្យមានបញ្ហាអីកើតឡើងអញ្ចឹងដូចការបាក់តកកអីអញ្ចឹងអ្នកគ្នាត្រូវសរសេរថាមិនត្រូវឲ្យមានការបាក់ធ្លាក់តកកអីអញ្ចឹងទៅយើងសរសេរបែបហ្នឹងទៅវាចាត់ prompt ហ្នឹងជា negative prompt ហើយបន្ទាប់ពីសរសេរហើយអ្នកគ្នាចុច generate សារថ្មីមកវានឹងធ្វើការសរសេរ prompt នឹងសារថ្មីបាទអញ្ចឹងនៅពេលដែលវាសរសេរចប់អ្នកគ្នាអាចចុចនៅកន្លែងនេះដើម្បីធ្វើការ copy យក prompt នឹងទៅធ្វើការ generate នៅក្នុង below music សារថ្មីអញ្ចឹងអ្នកគ្នាចុចមកកន្លែង new music video មករួចយើងធ្វើការផាស prompt ដែលយើងបានសរសេរសារថ្មីមិញមកបន្ទាប់មកយើងធ្វើការ upload រូបភាព frame យើងចូលដូចមុនអញ្ចឹងបាទក្រោយពីអ្នកគ្នាធ្វើការផាសនឹង prompt ថ្មីចូលហើយអ្នកទាំងអស់គ្នាកុំភ្លេចធ្វើការមកសរសេរនៅកន្លែងនេះគឺយើងសរសេរកំណត់ frame អញ្ចឹងយើងដាក់ថា start frame យើងចុច2មកយើងដាក់ថា image 1បន្តមកទៀតយើងដាក់ថា end frame ចុច2មក image 2អូខេយើងសរសេរតែប៉ុណ្្នឹងមកយើងចុច generate មកវានឹងធ្វើការ generate សារថ្មីហើយ
Và chẳng nếu bây đại dương modify prom vì ở từ chỉ prom thầm ấy cứ video vì nâng chênh bài thầm ấy và từ tam ở ấy đại dương bàn càiในขนม ChatGPT và chẳng lời ní cứ video bànធ្វើការ generate ហើយអ្នកនេះអាចចុចមើលបានបាទអញ្ចឹងនេះជារបៀបនៃការ generate video ដោយប្រើ Frame to Frame